នេះជារបៀបដែលខ្ញុំធ្វើញាំគ្រឿងសមុទ្រជាមួយនឹងមីសួរបំពងឬក៏នំបញ្ចុកបំពងដំបូងខ្ញុំដាំទឹកមួយឆ្នាំងតូចល្មមហើយដាក់អំបិលបន្តិចរួចហើយស្ងោរបង្គានិងមឹកសម្រាប់ម្ហូបមួយមុខនេះបើសិនជាបានសាច់ជ្រូក3ជាន់ឬក៏សាច់មាន់ថែមបន្តិចទៀតក៏ឆ្ងាញ់ដែរហើយបើបានជើងទាក៏រឹតតែឆ្ងាញ់បន្ទាប់មកចូលដល់ការលាយទឹកត្រីវិញម្ដងខ្ញុំប្រើកូនពែងបែបនេះតែបងប្អូនអាចប្រើវែកសឡឬក៏កូនចានក៏បានដែរសំខាន់យើងត្រូវវាល់ឲ្យស្មើហើយខ្ញុំដាក់ស្ករមួយកូនពែងទឹកត្រីមួយកូនពែងទឹកក្រូចឆ្មាក៏មួយកូនពែងអំបិលហើយនិងស្ករត្នោតខ្ញុំដាក់ស្ករត្នោតប្រហែលជា1/7ស្លាបព្រាបាយរួចហើយយើងកូរចូលគ្នាឲ្យសព្វរហូតទាល់តែស្កររលាយអស់ចាំដាក់ម្ទេសខ្ទឹមសដែលបានបុកឬក៏ចិញ្ច្រាំហើយនិងខ្ទឹមក្រហមរួចហើយយើងលាយចូលគ្នាឲ្យសព្វរួចហើយចូលដល់ការបំពងមីសួរវិញម្ដងវិធីបំពងគឺស្រួលណាស់គ្រាន់តែតម្លាក់ចូលមកវឹបគឺអាចលើកឡើងមកវិញបានហើយអត់ទុកចោលយូរទេហើយបងប្អូនខ្លះហៅថានំបញ្ចុកបំពងខ្ញុំមិនដឹងថាវាខុសគ្នាមិនដែរតែបងប្អូនអាចទៅរកនៅផ្សារបានប្រាប់គេថាសម្រាប់បំពងធ្វើញាំទៅគេយកឲ្យហើយសម្រាប់បន្លែវិញខ្ញុំប្រើស្ពៃក្តោប2ពណ៌ម្ទេសហាវ៉ៃ3ពណ៌ការ៉ុតហើយនិងជីដំបូងយើងដាក់ទឹកត្រីដែលយើងបានលេងបាញ់មិញនឹងដាក់បានល្មមសិនបានហើយកុំចាក់ចូលទាំងអស់ភ្លក់មើលបើសិនជាស្ទើរចាំថែមពេលច្របល់ចូលគ្នាសព្វហើយចាំយកវាទៅរៀបនៅលើមីសួរដែលយើងបានបំពងបាញ់មិញហើយដាក់គ្រឿងសមុទ្រពីលើរួចថែមទឹកត្រីបន្តិចទៀតហើយរោយសណ្តែកដីពីលើគឺរួចជាស្រេច